កាន់តែមានសុភមង្គលស្រីលៀបសម្រាលកូនទី3នៅអាមេរិកដាក់ឈ្មោះខ្មែរយ៉ាងពិរោះចាស់ថ្មិចបើកច្រើនឆ្នាំមកហើយដែលតារាសម្ដែងស្រីរូបស្រស់អ្នកនាងរ៉ូចាន់តារាហៅស្រីលៀបលាសាច់ញាតិលាមាតុភូមិកំណើតចាក់ចែងទៅរស់នៅលើទឹកដីអាមេរិកជាមួយស្វាមីដើម្បីបង្កើតគ្រួសារតូចមួយដ៏កក់ក្ដៅលើទឹកដីប្រាក់ដុល្លារមួយនេះចាប់តាំងពីចាក់ចែងទៅរស់នៅក្រៅប្រទេសមកស្រីលៀបក៏ធ្លាប់កាន់ដៃស្វាមីនិងកូនស្រីបណ្ដូលចិត្តមកលេងប្រទេសខ្មែរច្រើនលើកច្រើនសារហើយដែរហើយកំឡុងពេលប្រើជីវិតលើទឹកដីអាមេរិកនេះស្រីលៀបក៏តែងបង្ហាញក្តីនឹករលឹកដល់មហាជនអ្នកគាំទ្រនៅតាមបណ្ដាញសង្គមជារឿយៗជាពិសេសនាងតែងបង្ហាញពីជីវិតឯកជនដ៏កក់ក្ដៅពោរពេញដោយសុភមង្គលរបស់នាងថ្មីនេះស្រីលៀបនិងស្វាមីទើបស្វាគមន៍សមាជិកថ្មីម្នាក់ទៀតដែលជាកូនប្រុសទើបសម្រាលនៅដើមឆ្នាំ2026នេះប៉ុណ្ណោះដោយប្តីប្រពន្ធអ្នកទាំងពីរដាក់ឈ្មោះឲ្យកូនប្រុសបែបខ្មែរយ៉ាងពិរោះថាអូនមេតាក្រោយទទួលបានចំណងដៃកូនស្រី2នាក់និងកូនប្រុសពៅម្នាក់គ្រួសារតូចរបស់អតីតតារាសម្ដែងស្រីលៀបកាន់តែពេញលេញមានក្តីសុខចំណែកស្វាមីនាងកាន់តែស្រឡាញ់មើលថែថ្នាក់ថ្នមនាងទ្វេដងធ្វើឲ្យសុភមង្គលក្នុងគ្រួសារកាន់តែពេញបរិបូរណ៍ចា៎ហើយអត្ថបទព័ត៌មានដែលនាងខ្ញុំជម្រាបជូនខាងលើនេះចា៎គឺមានតែប៉ុណ្ណឹងចា៎សូមអរគុណសូមជម្រាបលា